បងប្អូនអរគ្នាបានដឹងថាថ្ងៃនេះជាសប្តាហ៍ចុងក្រោយដែលខ្ញុំគ្រួសាររបស់ខ្ញុំនៅក្នុងពេញនេះហើយនឹងត្រឡប់ទៅដំណើរបងនៅខេត្តបន្ទាយមានជ័យវិញហើយខ្ញុំនឹងគ្រួសារដំបូងសូមអរគុណដល់បងមិញនិងបងប្អូនអរគ្នាដែលបានឲ្យខ្ញុំទាំងពីរបានមកចូលស្វែងគុំបងនៅទីនេះនៅទីនេះពួកខ្ញុំបានទទួលសេចក្តីស្រឡាញ់សេចក្តីអំណរហើយនឹងការលើកទឹកចិត្តអំពីអង្គមិញនិងបងប្អូនអរគ្នាបានជាច្រើនតែជាពិសេសបានរៀនតកតងជាមួយនឹងព្រះគ្រូបានរៀនមេរៀនជាច្រើនដែលបានលើកចិត្តខ្ញុំបាទហើយនៅទីនេះទោះបីជាធម្មតាអង្គមិញទាំងអស់គ្នាជាអ្នកដែលជឿបងនិងខ្ញុំដែរចឹងបងប្រោបជាគោលរបស់ព្រះអង្គជាបងប្អូនជាមួយគ្នាតែខាងអាសាឈាមពួកខ្ញុំត្រូវជាវាយជាមួយបងប្អូនតែអរគុណបងប្អូនតែបានរាប់អានពួកខ្ញុំដូចជាបងប្អូនក្រុមមួយលើកទឹកចិត្តពួកខ្ញុំហើយជាពិសេសគាត់បារម្ភទៅតជាមួយជំងឺទៅតមួយការផ្សេងផងដែរពួកខ្ញុំពិតជាអរគុណតែសូមព្រះអង្គបានប្រទានពរដល់បងប្អូនមិញនិងបងប្អូនទាំងអស់គ្នាហើយមុននឹងខ្ញុំបញ្ចប់ខ្ញុំមានខំពីមួយចង់លើកចិត្តបងប្អូនទាំងអស់គ្នាខកនៅព្រះគម្ពីរទំនុកកើជំពូក34ខ8បងប្អូនអាចបើកព្រះគម្ពីរហើយយើងជាមួយគ្នាព្រះគម្ពីរទំនុកកើជំពូក34ខ8ព្រះគម្ពីរនេះបានលើកទឹកចិត្តដល់ខ្ញុំហើយខ្ញុំចង់ចែកចាយដល់អស់មិញនិងបងប្អូនឲ្យសូមភ្លក់មើលឲ្យដឹងថាព្រះយេហូវ៉ាទ្រង់ល្អចោះមានពរឲ្យមនុស្សណាដែលពុនជ្រោកត្រង់នៅក្នុងពេលនេះដែរខ្ញុំសូមលើកពីប្រវត្តិក្នុងពេលបន្តិចដោយសារព្រះពេលនេះបានប៉ះពាល់ចិត្តខ្ញុំហើយនិងគ្រួសាររបស់ខ្ញុំនៅថ្ងៃទី31ខែ12ឆ្នាំ2024ពួកខ្ញុំហើយនឹងស៊ូបានទៅបន្ទាយមានជ័យនៅថ្ងៃនោះជាថ្ងៃចុងឆ្នាំខ្ញុំបានពីអ្នកស៊ូបានទៅដើម្បីនឹងទី1ចូលរួមកម្មវិធីនោះអាលនៅព្រះវិហារនៅទីនោះហើយនឹងធ្វើការប្រជុំឆ្នាំជាមួយនឹងយុវជនយើងអធិដ្ឋានហើយយើងចែកចាយអំពីបញ្ហាផ្សេងជាមួយនឹងក្មេងៗដែលគាត់មានវិជ្ជាតុងហើយតបមកយើងចាប់ព្រះបន្ទូលដល់គ្នាហើយខ្ញុំពីអ្នកស៊ូពេលនោះពិតជាមានបញ្ហាមែនទែនជាមួយការងាររបស់ខ្ញុំ stress ជាមួយនឹងការងារហើយស៊ូគាត់មានបញ្ហាជាមួយការងាររបស់គាត់ដែរហើយដឹងថាត្រូវធ្វើម៉េចទេប៉ុន្តែនៅពេលនោះនៅថ្ងៃដែលខ្ញុំទៅហ្នឹងបងបានលើកទឹកចិត្តខ្ញុំតាមរយៈខំពីនឹងខ្ញុំចាប់ខំពីមកលើកមកខ្ញុំបានឃើញនៅព្រះបន្ទូលនោះហើយព្រះបន្ទូលនោះបានលើកទឹកចិត្តថាពីរចំណុចទី1សូមឲ្យព្រោះមើលឲ្យដឹងថាព្រះយេហូវ៉ាទ្រង់ល្អកន្លែងនេះមានថាព្រះអង្គចង់ឲ្យយើងទុកចិត្តព្រះអង្គឲ្យយើងទុកចិត្តព្រះអង្គដោយអត់សង្ស័យមិនគ្រាន់តែទុកចិត្តបងពុំមិញនិងបងប្អូនទាំងអស់គ្នាបានសិក្សាជាមួយគ្រូហើយនឹងបានលើផ្សេងទៅក្នុងការទុកចិត្តព្រះអង្គប៉ុន្តែនៅទីនេះខ្ញុំចង់លើកចិត្តបងប្អូនណាសូមឲ្យព្រមមើលនៅពេលដែលយើងធ្វើម្ហូបយើងអត់ទាន់បានភ្លក់ម្ហូបហើយយើងធ្វើហើយយើងគ្រាន់តែដាក់គ្រឿងដាក់អីហើយយើងអត់ដឹងថាម្ហូបនឹងឆ្ងាញ់ក៏អត់ទេយើងសង្ស័យយើងអត់ច្បាស់នៅពេលដែលយើងបានភ្លក់នោះយើងមិនអត់សង្ស័យយើងថាម្ហូបនឹងឆ្ងាញ់ដូចគ្នាព្រះអង្គចង់ឲ្យយើងទុកចិត្តព្រះអង្គដោយអត់សង្ស័យព្រះអង្គមិនគ្រាន់តែឲ្យយើងថាឲ្យយើងទុកចិត្តព្រះអង្គប៉ុន្តែយើងត្រូវទុកចិត្តព្រះអង្គដោយអត់សង្ស័យទៅការទាំងអស់ព្រះអង្គបានប្រកបមកឲ្យយើងហើយមួយទៀតមានពរឲ្យមនុស្សណាដែលពឹងជ្រកព្រះអង្គឲ្យយើងពឹងជ្រកព្រះអង្គហើយព្រះអង្គឲ្យយើងទុកចិត្តព្រះអង្គដោយអត់សង្ស័យទៅការទាំងអស់ព្រះអង្គបានប្រទានមកឲ្យយើងហើយនៅក្នុងខគម្ពីរមួយទៀតនៅព្រះគម្ពីរម៉ាថាយកន្លែងដែលព្រះអង្គឲ្យយើងទុកចិត្តព្រះអង្គនោះគ្រាន់តែសម្រាប់ខ្ញុំគិតថាលោកព្រះអង្គប្រទានពរខ្ញុំតាមរយៈសេចក្តីជឿរបស់ខ្ញុំគ្រាន់តែជា
ខាងឯសាច់ឈាមហើយដល់ពេលដែលខ្ញុំទុកចិត្តព្រះអង្គក៏អត់បានប្រទានពរខ្ញុំតាមរយៈខពីហ្នឹងដល់ពេលដែលខ្ញុំមកវិញពួកខ្ញុំទុកចិត្តព្រះអង្គតែពួកខ្ញុំបបការងារដែលខ្ញុំធ្វើចោលទាំងខ្ញុំទាំងស៊ូបានអធិដ្ឋានហើយទុកចិត្តព្រះអង្គក៏ទុកចិត្តព្រះអង្គថាព្រះអង្គនឹងរៀបចំផ្លូវល្អសម្រាប់ពលពេលនោះព្រះអង្គរៀបចំដែរព្រះអង្គខ្ញុំបានមករស់នៅចិត្តទីនេះហើយពួកខ្ញុំបានបោះបង់ការងារពួកខ្ញុំចោលហើយព្រះអង្គប្រទានពរទាំងសិស្សមករៀនជាមួយពួកខ្ញុំមែនព្រះអង្គបានប្រទានខ្ញុំបានបង្រៀនសិស្សហើយព្រះអង្គបានឲ្យចំណូលរបស់ខ្ញុំតាមការចាក់បង្រៀនសិស្សខ្ញុំអាចគ្រប់គ្រងទៅគ្រួសារខ្ញុំអាចគ្រប់គ្រងទៅគ្រួសាររបស់ខ្ញុំហើយនឹងជួយគ្រប់គ្រងជីវិតរបស់ខ្ញុំតាមរយៈការដែលទុកចិត្តព្រះអង្គហ្នឹងនៅពេលដែលខ្ញុំមិនទាន់ទុកចិត្តព្រះអង្គមានបញ្ហាការខ្វល់ខ្វាយការបារម្ភផ្សេងៗជាច្រើនតែនៅពេលដែលខ្ញុំទុកចិត្តព្រះអង្គបានប្រទានពរសម្រាប់ពួកខ្ញុំតែការទាំងអស់ក៏ต้องគ្រប់គ្រាន់ដែរនៅខពីមួយទៀតខ្ញុំចង់ចែកចាយទៅមានដែរនៅព្រះគម្ពីរម៉ាថាយជំពូកជំពូក6ខ33ព្រះគម្ពីរម៉ាថាយជំពូក6ខ33គម្ពីរម៉ាថាយជំពូក6ខ33បានជឿថាចូលស្វែងរកនគរនិងសេចក្តីសុចរិតនៃព្រះជាមុនសិនទៅគ្រប់របស់ទាំងនោះនឹងបានប្រទានមកអ្នករាល់គ្នាថាទៀតផងនៅព្រះគម្ពីរទំនុកកើងព្រះអង្គបានឲ្យយើងទុកចិត្តព្រះអង្គតែការដែលទុកចិត្តព្រះអង្គគ្រាន់តែជាការដែលជួយយើងនៅផ្នែកឯសេចក្តីជំនឿរបស់យើងតែអ្វីដែលសំខាន់គឺស្វែងរកនគរព្រះស្វែងរកនគរនិងសេចក្តីសុចរិតនៃព្រះជាមុនទៅគ្រប់របស់ទាំងនោះនឹងប្រទានមកអ្នករាល់គ្នាន័យថាឥឡូវនេះព្រះអង្គបានឲ្យខ្ញុំទុកចិត្តព្រះអង្គហើយតែខ្ញុំបានទុកចិត្តព្រះអង្គតែនៅខ្វះការដែលខ្ញុំស្វែងរកនគរព្រះនិងសេចក្តីសុចរិតនៃព្រះដូចនេះហើយទៅព្រះអង្គបានដល់ក្តីនិមិត្តឲ្យខ្ញុំដើម្បីខ្ញុំបានទៅបម្រើព្រះអង្គនៅបន្ទាយមានជ័យនៅបន្ទាយមានជ័យនោះទីនោះមានព្រះវិហារមានក្មេងៗប៉ុន្តែអត់មានអ្នកជួយមានពូខ្ញុំនៅពូដែលត្រូវជាពូថ្លៃរបស់ខ្ញុំត្រូវជាបងរបស់ស៊ូបង្កើតគាត់មានព្រះវិហារនៅទីនោះគាត់បើកព្រះវិហារហើយគាត់ថ្វាយគុំព្រះអង្គតែអត់មានអ្នកជួយគាត់នៅទីនោះពិបាកមែនតើនៅទីដាច់ស្រយាលដូចនេះហើយព្រះអង្គបានតែប៉ុតក្តីនិមិត្តនេះព្រះអង្គបានប្រទានមកឲ្យខ្ញុំពីអ្នកយល់ដែរយើងចេះបដិសេធព្រះអង្គបដិសេធនៅពេលមួយដែលបងថាដល់ពេលវេលាត្រូវទៅហើយខ្ញុំឥឡូវនេះអរគុណព្រះអង្គតែពុញបានសម្រេចចិត្តទៅហើយការនោះជាព្រះបន្ទូលមួយដែលចិត្តដែរដល់ពេលដែលយើងទុកចិត្តព្រះអង្គហើយយើងស្វែងរកនគរព្រះទៀតនោះការទាំងអស់ខ្ញុំទុកចិត្តថាព្រះអង្គនឹងប្រទានពរសម្រាប់ខ្ញុំមានតែប៉ុណ្ណឹងជាអ្វីដែលព្រះបន្ទូលបានប៉ះពាល់ដល់ចិត្តខ្ញុំហើយខ្ញុំចង់ចែកចាយទៅអង្គពុមិញនិងបងប្អូនអរគ្នាហើយសូមប្រងបានគង់នៅសូមប្រងបានប្រទានពរដល់អង្គពុមិញនិងបងប្អូនអរគ្នា